មានរឿងមួយក្នុងបិដកលេខ56និយាយពីបរិសម្នាក់ហ្នឹងគាត់មានភរិយាប៉ុន្តែភរិយាហ្នឹងអត់មានបុត្រជាស្ត្រីពីសម័យនោះមិនទាន់មានច្បាប់ឯកពន្ធភាពអីក៏ទៅយកពន្ធមួយទៀតមកឈ្មោះតេសាពន្ធដើមឈ្មោះម៉ាតាមិនយូរប្រហែលពន្ធចុងហ្នឹងពន្ធទី2ហ្នឹងក៏មានបុត្រមកប៉ុន្តែភរិយាដើមនេះមួមកក្តៅក្រហាយររឿងសុំភ័យទោសឲ្យញាតិញោមអាត្មានិយាយក្នុងរឿងណាមិនឲ្យប៉ះពាល់អីញាតិញោមទេនៅទៅជះផុកជះសម្រាមដាក់គេទៅររឿងមួម៉ៅក្តៅក្រហាយភរិយាទី2នោះគាត់អ្នកធ្វើបុណ្យធ្វើទានទំនុកបំរុងភិក្ខុសង្ឃជាមួយនឹងស្វាមីហើយដោយកំហឹងមួម៉ៅក្តៅក្រហាយពេកទៅនាងម៉ាតាហ្នឹងក៏ស្លាប់ទៅហើយមិនបានធ្វើបុណ្យអីកុសលអីក៏ស្លាប់ទៅកើតជាប្រែតមករោភរិយាទី1ហ្នឹងដែលកំពុងងូតទឹកនៅក្រោយផ្ទះហ្នឹងបង្ហាញខ្លួនមកជាស្ត្រីអាក្រក់ស្គមកំព្រិញកំប្រឹងហើយនាងតេសាក៏សួរថាអ្នកឯងអីគេគួរអាក្រក់ម្លេះគោមរវាមគួរឲ្យខ្លាចបាននាងម៉ាតានឹងប្រាប់ថាខ្ញុំភរិយាទី1ខ្ញុំអត់បានធ្វើបន់ឥឡូវខ្ញុំមកកើតជាប្រែតរងទុក្ខវេទនាណាបាននាងតេសានឹងថាអូខ្ញុំដឹងតែនាងអត់ធ្វើបន់ដែរតើហើយចុះមិនបានរាងកាយនាងប្រឡោះសតដីផោពេញខ្លួនទាំងនាងអត់ចាំទេកាលពីពេលមួយនោះនាងកំពុងតែនិយាយចរចាជាមួយនឹងស្វាមីខ្ញុំមួម៉ៅខឹងពីខ្ញុំយកសម្រាមយកដីនឹងចាក់លើនាងឥឡូវខ្លួនខ្ញុំសើតដីហើយបានចុះជន់រាងកាយនាងមិនបានកោមរមាស់ពេញខ្លួនអញ្ចឹងបាននាងម៉ាតានឹងថានាងអត់ចាំទេកាលពីទៅព្រៃម្ដងនោះនាងទៅរកអស់ខ្ញុំទៅរកខ្ញែយកមកដាក់នៅនឹងក្រែដេករបស់នាងហើយនាងដេកទៅអេះរមាស់បាបកម្មហ្នឹងហើយទើបធ្វើឲ្យខ្ញុំហ្នឹងកើតកោកើតរមាស់ពេញខ្លួនហើយចុះនាងមិនបានអត់មានខោអាវស្លៀកអនុគោកចឹងបាននាងម៉ាតានឹងប្រាប់ថាពេលមួយនោះគេហៅនាងទៅកម្មវិធីជាមួយនឹងភរិយាអត់ហៅខ្ញុំទេហៅតែនាងទៅហើយខ្ញុំមួម៉ៅខ្ញុំលួចយកខោអាវនាងទៅលាក់ទៅបាបកម្មនឹងទើបខ្ញុំអត់មានខោអាវស្លៀកបាននាងតេសានឹងដឹងថាខ្ញុំដឹងតែតើថានាងយកខោអាវខ្ញុំលាក់ហើយចុះនាងមិនបានជាអត់មានអីបរិភោគទុក្ខវេទនាស្រេកឃ្លានដែរថានាងហើយខ្ញុំកាលពីនៅរស់នឹងខ្ញុំមានតែបានធ្វើបន់ធ្វើទានឯណាខ្ញុំកំណាញ់ខ្ញុំមួម៉ៅក្តៅក្រហាយចិត្តនឹងវាអត់ស្អាតទើបខ្ញុំអត់មានផលបន់នឹងបរិភោគអីបានណាបាននាងតេសានឹងនិយាយដាស់តឿនថានឹងឯងនាងឃើញទេទ្រព្យរបស់ទាំងអស់ហ្នឹងនៅក្នុងផ្ទះហ្នឹងដែលសន្មត់ថាជារបស់នាងឥឡូវនាងមានយកអីទៅបានឥឡូវគេនៅតែទ្រព្យរបស់ហ្នឹងគេទៅយើងទៅអត់មានបានធ្វើបុណ្យអីឥឡូវនាងនៅហ្នឹងហើយចាំប្តីមកវិញចាំឲ្យប្តីរៀបចំបាយទឹកអីជូនថាអ៊ីអត់ទេខ្ញុំអាក្រាតកាយchứខ្ញុំអត់ហ៊ានបង្ហាញរូបរាងឲ្យស្វាមីឃើញទេបាននាងតេសាចឹងខ្ញុំឲ្យខ្ញុំធ្វើម៉េចទៅថានាងម៉ាតានឹងប្រាប់ថាលើបើអាណិតខ្ញុំស្រឡាញ់ខ្ញុំឲ្យនិមន្តភិក្ខុសង្ឃ8អង្គ4អង្គប្រសង់អ្នកចាត់4អង្គនាងស្រឡាញ់អង្គណាមុនអង្គនឹងមកបាន8អង្គធ្វើទានឧទ្ទិសកុសលជូនខ្ញុំនាងម៉ាតានាងតេសាក៏មុនប្រសង់ប្រគេនចង្ហាន់តេយ្យទានសម្ពុតជីវរអីហើយក៏ឧទ្ទិសបុណ្យដល់នាងម៉ាតាដោយសេចក្តីអនុគ្រោះនាងម៉ាតានឹងជ្រះថ្លាអនុមោទនាបុណ្យរបស់នាងតេសានឹងបានមានបាយមានទឹកមាននំចំណីមានគ្រឿងអលង្ការបានបង្ហាញរូបរាងដល់នាងតេសានឹងឃើញដូចថារូបសម្បត្តិជាទេពធីតាក៏មកឲ្យពោមកអរគុណណាញាតិញោមក្នុងរឿងហ្នឹង
ថានាងឃើញអ្នកបនដែលនាងបានឧទ្ទិសជូនខ្ញុំអនុមោទនាឥឡូវខ្ញុំបានសោយសុខយ៉ាងណាសូមឲ្យនាងបានសុខអញ្ចឹងដែរសូមឲ្យនាងកុំឲ្យមានសេចក្តីកំណាញ់សូមឲ្យចេះធ្វើទាននេះអីចឹងណាមកដាស់តឿននាងទេសាវិញនាងមតាហ្នឹងហើយបាននាងនឹងប្រាប់រឿងនឹងដល់ស្វាមីយកទៅពិតប្រសងក្រាបទូព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងរឿងនឹងដើម្បីបានជាប្រយោជន៍ឲ្យអ្នកស្ដាប់នឹងលះបង់ចិត្តកំណាញ់ឲ្យចេះធ្វើទានឲ្យចេះរក្សាសិលដើម្បីបានជាទីពឹងណាព្រោះដោយនាងមតាអញ្ចឹងណាដោយថាការពីនៅរស់នឹងអត់ចេះធ្វើបុណ្យធ្វើទានប្រមោគិតទៅពីបានដល់ពេលចុងក្រោយស្លាប់ចោលទៅទ្រព្យហ្នឹងគេយកអស់ទៅអត់មានបានជាទីពឹងខ្លួនឯងកើតជាប្រែតទៅនាងទេសាហ្នឹងជួយដាស់តឿនអាហ្នឹងបានចិត្តករណារបស់នាងទេសាហ្នឹងក៏ជួយឲ្យនាងមតាហ្នឹងបានលួចផុតពីសេចក្តីទុក្ខហ្នឹងអនុមោទនា